Yo សួស្តីអ្នកទាំងអស់គ្នាជួបជាមួយ admin Thôn Studio នៅទៀតហើយចឹងថ្ងៃនេះ admin មកសម្រាយរឿងតាក់ទងជាមួយនឹង The Prince of Tennis episode ទី2តឥឡូវកុំសាំញ៉ាំអីច្រើនចូលទៅកាន់ខ្សែរឿងរបស់យើងទាំងអស់គ្នាចឹងនៅក្នុងខ្សែរឿងរបស់យើងហ្នឹងគឺបានបន្តនៅក្នុងអ្នករៀនមួយដែលគ្រូកំពុងតែរៀនហ្នឹងហើយអាប៉ែត Lucia ហ្នឹងរវល់តែដីអត់មានបានស្ដាប់គ្រូអីទេបន្ទាប់មកគ្រូក៏បានហៅជាមួយនឹងតួប្រុសរបស់យើងហ្នឹងឡើងឆ្លើយជាមួយសំណួរមានណាខំមកធីងថងអត់ដឹងអីសោះចំណែកតួស្រីរបស់យើងវិញគឺថាលះបង់អស់ហើយដើម្បីក្រាស់និយាយរួមទៅដូច admin កាលប្រឡងអ្នកទី 12 ចឹងតួប្រុសរបស់យើងគេឲ្យមើលចន្លោះហើយឆ្លើយខុសទៀតបន្ទាប់មកអាប៉ែ Suven ហ្នឹងចង់លេងជាមួយនឹង Tennis ក៏អាប៉ែដែលឆ្លោះជាមួយតួប្រុសការវគ្គទី 1ហ្នឹងបានឲ្យអាប៉ែហ្នឹងវាយឲ្យដួលកំប៉ុងនឹងសិនបានឲ្យចូលលេង Tennis បានមានណាអាប៉ែហ្នឹងវេយគ្មានសើបកំប៉ុងមិនទីគេច្រាប់តែមួយសន្ទុះក្រោយមកគឺតួប្រុសយើងបានចេញមកទៀតហើយហើយក៏បានវាយកកំប៉ុងនោះឡើងខ្ចាយហ្មងអាប៉ែនោះកំពុងខឹងជាមួយនឹង Lucia តួប្រុសរបស់យើងផងមានណាហៅរឿងគ្នាទៀតហើយចឹងមួយសន្ទុះក្រោយមកក៏អាប៉ែភ្នែកតឹងឈ្មោះ Chen ហ្នឹងបានមកដល់ហើយអាប៉ែភ្នែកតឹងហ្នឹងបានបបួលតួប្រុសរបស់យើងនឹងលេងមួយស្មើដើម្បីចង់តែសមត្ថភាពគ្នាអញ្ចឹងណានិយាយថាកន្លែងនេះតួប្រុសរបស់យើងកំពុងតែទឿផងឈរចិត្តអាប៉ែនឹងទៀតគឺថាដូចដើមថ្នោតជាមួយនឹងដើមចេកចឹងគឺថាតួរបស់យើងតើងើយមើលគេបានចៃយកគ្នាបានឥឡូវចូលមកដល់ការប្រកួតវិញគឺថាតួប្រុសរបស់យើងអត់មានលក្ខសមត្ថភាពអីទេក្បាច់អីដាក់ក្បាច់នឹងមកទាំងអស់ឲ្យតែឈ្នះពេលហ្នឹងតួប្រុសរបស់យើងបានប្រើជាមួយនឹង Service Twist គឺថាដាក់អាប៉ែភ្នែកតឹងនឹងឡើងឈូររ៉ាកែតហ្មងតួស្រីយើងវិញគឺថាកន្លែងណាមានមុខ Lucia អត់ដែលបាត់មុខតួស្រីទេចឹងមែនណាស្រឡាញ់គេម្នាក់ឯងអត់គេអត់បានមែនតួស្រីរបស់យើងហេតុតែចង់ឃើញក្រាស់លេង Tennis ក៏ទៅហាត់លេង Tennis ដែរនិយាយទៅថាធ្វើម៉េចក៏បានដែរឲ្យតែបាននៅក្បែរគេចំណែកតួប្រុសរបស់យើងវិញអត់ភ្លេចជាមួយនឹង Fanta ពណ៌ស្វាយរបស់គេហ្នឹងឯងបើនៅខ្មែរវិញប្រហែលរក Lisa ទៅទិញឈើឆ្វាត់បាត់ហើយឥឡូវនេះក៏ចូលមកដល់វគ្គ Lucia តែសមត្ថភាពជាមួយនឹងបាយយ៉ាងបរោះមុខមើលរបស់យើងម្ដងគឺថាដើម្បីចូល Club Tennis នឹងបានទាល់តែជាប់នៅក្នុងការធ្វើតេស្តសមត្ថភាពសិនតែមានណាតួប្រុសដាក់បរោះមុខមើលរបស់យើងឡើងខ្ទប់ហ្មងដែលអាប៉ែមុខមើលហ្នឹងមកកែលេងខាង skill snake ball ចឹងទៅដែលថាតួប្រុសវិញចេះទាំងអស់ទើបធ្វើឲ្យអាប៉ែបាយយ៉ាងហ្នឹងពិបាកក្នុងការយកឈ្នះបន្ទាប់មក Lucia ក៏បានបង្ហាញជាមួយនឹង skill snake ball ដែលគេមានដូចគ្នាគឺថាមានណាអ្នកនៅក្នុង club ហ្នឹងគឺឆមាត់គ្រប់គ្នាហ្មងកន្លែងនេះគឺថាអ្នកលក់គ្រាន់តែឃើញជាមួយនឹង Koyushin គឺរត់ដល់ហើយដោយសារតែអាប៉ែហ្នឹងដាច់ខាងកត់ទៅនន័យហ្មងសូម្បីតែរឿងតិចតួចឬមួយក៏រឿងតាក់ទងជាមួយនឹងការលេង Tennis ក៏អាប៉ែហ្នឹងកត់ជាមួយនឹងទៅនន័យរបស់កីឡាករទុកដូចគ្នាបាទតាក់ទងជាមួយឈុតនេះគឺថាមកទិញបន្លែឲ្យសុទ្ធតែរូបមន្តពេញខ្លួនហ្មងហើយបើអាប៉ែហ្នឹងអត់ដែលបាត់ចេញពីដៃរបស់គាត់ទេអញ្ចឹងហើយបានអ្នកលក់ហ្នឹងក៏នាំគ្នារត់ចេញអស់ទៅចឹងគឺថានៅក្នុង episode ទី 2 របស់យើងគឺមានតែត្រឹមប៉ុណ្្នេះសិនបើចង់តាមដានជាមួយនឹង episode បន្តទៀតកុំភ្លេច subscribe ជាមួយនឹង channel របស់ admin ម្នាក់មួយផងបាយបាយ